ទីផ្សារមាសនៅថ្ងៃប្រហោះទី10ខែ4សម្រាប់ការប្រែប្រួលរបស់ទីផ្សារមាសកាលពីម្សិលមិញគឺមានការឡើងច្រើនឡើងចាប់ពីតម្លៃ2970ដល់តម្លៃ3100អញ្ចឹងឡើងពីម្សិលមិញនេះគឺឡើងចូល$130ក្នុងមួយអោនចឹងពីម្សិលមិញឡើងច្រើនឡើង$130អញ្ចឹងសម្រាប់ទីផ្សារមាសព្រឹកនេះដែរគឺបានបន្តឡើងទៀតសម្រាប់ឡើងតាំងពីតម្លៃ3070ដល់តម្លៃបច្ចុប្បន្ននេះគឺ3119ចឹងសម្រាប់ទិសដៅរបស់ទីផ្សារមាសដោយសារតែកាលពីផ្សំមិញហើយនឹងថ្ងៃនេះគឺឡើងច្រើនអញ្ចឹងមាសអាចឡើងទៅរកកំពូលតម្លៃ3166ឬក៏167ឬក៏អាចធ្លាយកំពូលហ្នឹងដើម្បីទៅបង្កើតកំពូលថ្មីបន្ទាប់មកអាចចុះមកក្រោមវិញបន្តឡើងទៅលើទៀតសម្រាប់កម្លាំងមាសគឺកម្លាំងឡើងគឺនៅខ្លាំងសម្រាប់ពេលព្រឹកនេះទីផ្សារមាសពេលព្រឹកបើសិនជាចុះក៏អាចចុះមិនច្រើនអាចចុះតិចតួចអីហ្នឹងបន្តឡើងទៅលើទៀតយើងអាចរងចាំនៅម៉ោងអឺរ៉ុបទូម៉ោង2ម៉ោង3ទីផ្សារមាសអាចបកមករកតម្លៃ3098ឬក៏3100វិញសម្រាប់ម៉ោងអឺរ៉ុបម៉ោង2ម៉ោង3ម៉ោងពេលព្រឹកនេះចុះមកតិចតួចបន្តឡើងទៅលើទៀតអញ្ចឹងសម្រាប់លក់ sell យើងរងចាំតិចទៅនៅពេលដែលម៉ោងអឺរ៉ុបចូលមកដល់គឺយើងអាចលក់បានហើយអញ្ចឹងសម្រាប់តម្លៃបច្ចុប្បន្ននេះគឺនៅតម្លៃ3120នេះបើសិនជាយើងលក់យើងអាចលក់ទូចហើយចំណេញខ្លីៗយើងអាចកាត់បានតម្លៃបច្ចុប្បន្ននេះយើងអាច sell បានប៉ុន្តែយើងអាច sell ទូចហើយចំណេញ3លេខ5លេខអីយើងអាចកាត់បានអញ្ចឹងសម្រាប់តម្លៃ sell ដោយសារតែមាសឡើងមករឿងច្រើនអញ្ចឹងតម្លៃ sell យើង sell តម្លៃបច្ចុប្បន្ននេះក៏បានប៉ុន្តែយើង sell ទូចឬក៏យើងរងចាំមាសឡើងទៅលើបន្តិចទៀតទុំតម្លៃ3130យើងអាច sell បានហើយយើងអាច sell បានទៀតនៅតម្លៃ3140និង3150អញ្ចឹងតម្លៃខាងលើនេះគឺតម្លៃល្អក្នុងការ sell ចំណែកឯបាយយើងរងចាំតិចទៅដោយសារតែមាសឡើងច្រើនឡើងពីម្សិលមិញនិងថ្ងៃនេះគឺឡើងច្រើនមែនតើដូច្នេះយើងរងចាំនៅពេលដែលមាសបកចុះមកវិញហើយបាយយើងគួរតែកំណត់ SL ឲ្យបានច្បាស់លាស់ទៅអញ្ចឹងបើសិនជាមាសចុះមកដល់តម្លៃខ្ទង់3094នេះវិញយើងអាចបាយបានហើយយើងអាចដាក់ SL នៅក្រោមនឹងទៅដោយសារតែបើយើងមើលខាងក្រោមនេះគឺស្លាស់បើសិនជាមាសចុះមកច្រើនយើងអាចជាប់ pro buy នៅតម្លៃលើអញ្ចឹងរាល់ការបាយយើងគួរភ្លេចដាក់ SL ហើយយើងអាចបាយបានទៀតនៅតម្លៃបាយរឿងឆ្ងាយពីគ្នាអញ្ចឹងគម្លាតនេះពី3094ឬក៏3ដល់3054នេះចូលរឿងឆ្ងាយដែរអញ្ចឹងយើងអាចតម្លៃនេះយើងអាចដាក់បាយ limit បានឬក៏យើងអាចបាយពាក់កណ្ដាលក៏បានដែរអាចបាយទួងតម្លៃចិត្ត3071ហើយតម្លៃខាងក្រោមទៀត3054សម្រាប់តម្លៃបាយចំណែកព័ត៌មាននៅក្នុងថ្ងៃនេះដែរគឺព័ត៌មាននៅម៉ោង7កន្លះទាក់ទងនឹង CPI អញ្ចឹងព័ត៌មាននេះអាចធ្វើឲ្យមានការប្រែប្រួលច្រើនអញ្ចឹងបើមើលទៅបើព័ត៌មានចេញមកល្អ CPI ចេញមកល្អមានអាចចុះមកច្រើនអាចចុះមកចូលមកគួរសមវិញ អាចចុះមករកតម្លៃ
3050អាចជុំរក3050សម្រាប់បើសិនជា CPI ចេញមកល្អអញ្ចឹងយើងមើលការព្យាករណ៍របស់គេ Core CPI ការព្យាករណ៍គេគឺ 0.3% តែនៅលើមុនគឺ 0.2% អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារល្អហើយសម្រាប់ CPI ការព្យាករណ៍គេគឺ 0.1% តែនៅលើមុនគឺ 0.2% អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារល្អព័ត៌មានខាងក្រោមការព្យាករណ៍គេគឺ 2.5% តែនៅលើមុនគឺ 2.8% អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារអត់ល្អចំណែកព័ត៌មានខាងក្រោម Unemployment Claim គេព្យាករណ៍ 223k ហើយតែនៅលើមុនគឺ 219k អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារអត់ល្អអញ្ចឹងគេព្យាករណ៍ថាលុយដុល្លារអត់ល្អ3ល្អ1តែយើងរងចាំមើលព័ត៌មានចេញជាក់ស្ដែងបើសិនជាតាមការព្យាករណ៍របស់ខ្ញុំគិតថាលុយដុល្លារអាចចេញមកល្អបើសិនជាលុយដុល្លារចេញមកល្អមានអាចចុះមកច្រើនគួរសមក៏ប៉ុន្តែបើសិនជាលុយដុល្លារចេញមកអត់ល្អមានអាចបន្តទៅរកតម្លៃ 3166 ឬក៏67បើសិនជាលុយដុល្លារចេញមកអត់ល្អអញ្ចឹងព័ត៌មានខាងលើនេះអាចធ្វើឲ្យមានការប្រែប្រួលច្រើនគួរសមអញ្ចឹងហើយយើងគួរតែប្រយ័ត្នឲ្យមែនតើសម្រាប់បងប្អូនដែលចង់បើក contract នៅ Blackwell អាចឆាតតាម Telegram 016879511